បងប្អូនចំណាំពាក្យមួយ U visa រឿងនេះខ្ញុំទុំឃើញតាមព័ត៌មានដែលកើតឡើង in Bloomington ដែល city ខ្ញុំរស់នៅមានមនុស្សស្រីម្នាក់ដែលចង់នៅស្រុកនេះគេមកនេះមានកដាស់មានអីទិញទួចប៉ុន្តែគេហៅរត់មិនមែន 100% មានសិទ្ធនៅនេះយូរទេគេបង្កើតបញ្ហាខ្ញុំអត់ដឹងទេបងប្អូនស្ដាប់មានមនុស្សប្លន់កម្មកាពិត this is all set up គេធ្វើคล้ายៗតែមានមនុស្សប្លន់គាត់ដកលុយដកកាបូបប៉ូលីសនៅ Bloomington ស៊ើបមើលដឹងថាគាត់ធ្វើคล้ายៗបងប្អូនដឹងហេតុអ្វីទេពេលយើងមកសហរដ្ឋអាមេរិកអត់មានសិទ្ធនៅនេះ 100% ពាក្យអសរដូចខ្ញុំនិយាយប្រាប់បងប្អូនម្ដងទៀត U visa ច្បាប់នេះជាច្បាប់ដែលជួយដែលអាចធ្វើឲ្យយើងនៅនេះតាមច្បាប់បាន Is that crazy គិតខ្ញុំនិយាយម្ដងទៀតពីព្រោះយើងមកនេះមកលេង and មានអ្វីកើតឡើងដល់យើងដូចគេប្លន់យើងគេវាយយើងគេធ្វើបាបយើងអញ្ចឹងមានន័យនៅសហរដ្ឋអាមេរិកគ្រាន់តែយើងបាន visa មកលេង2-3 ខែពេលណាគេធ្វើបាបយើងវាយយើងធ្វើយើងខ្លាចភួយបារម្ភយើងអាចប្រាប់គេ and យើងអាចមានសិទ្ធនៅសហរដ្ឋអាមេរិក Wow I did not know this until Channel 4ខ្ញុំធ្លាប់ធ្វើការឲ្យគេហៅ WCCO បោះand ខ្ញុំឃើញយល់ថា oh man I need to ផ្សាយនេះបោះនេះឲ្យខ្មែរយើងយល់ព័ត៌មាននេះជាព័ត៌មានដែលខ្ញុំអត់ដែលឮអត់ដែលយល់ប៉ុន្តែខ្ញុំគ្រាន់តែចែកម្លែកឲ្យបងប្អូនយល់ U visa តែបងប្អូនក្នុងការរៀនយល់មើល online ដាក់ Google យល់កន្លែងហ្នឹងអូខេបងប្អូន that is done for today bye bye ខ្ញុំហើយឲ្យបងប្អូន bye bye អរគុណដែលបានមើលវីដេអូខ្ញុំ complete ជួយ share ជួយ like ឲ្យបងប្អូនយើងជុំវិញពិភពលោក and ស្រុកខ្មែរដឹងសាច់រឿងចេះ bye bye